មនុស្សនៅលើពិភពលោកបាទជាច្រើនគឺគ្មានផ្ដល់នៅក្តីស្រឡាញ់ពិតប្រាកដទេហើយគឺតែងតែបំពេញតែងតែរំលោភបំពេញបាទលើគ្នាទៅវិញទៅមកដោយថៃរំលោភបំពេញលើទឹកដីខ្មែរយើងអញ្ចឹងដូចអ៊ុយក្រែនត្រូវបានរុស្ស៊ីរំលោភបំពេញដល់អាមេរិកឥឡូវនេះចង់បំពេញទៅលើ Greenland ដែលកោះនៅដាណឺម៉ាកគេបោះគេសុកក៏ចង់បានដោយលើកហេតុផលចេះមកពីរុស្ស៊ីចង់បានចិនចង់បានលើកហេតុផលដែលខ្លួនឯងចង់បានអត់លើកហេតុផលទេបាទគ្មាននៅក្តីស្រឡាញ់គ្មានមេត្តាករុណាហើយអរិយទ្រព្យដែលពុទ្ធព្រះអង្គម្ចាស់ឲ្យច្រើន7បាទមាន7បាទគ្រាន់តែសទ្ធាបាទណាជឿសុបថានៅអំពើល្អគ្រាន់តែសិលណាគ្រាន់តែខ្មាស់នៅអំពើបាបហ្នឹងវាប៉ុណ្្នឹងគឺអស់ចាបាត់ហើយប៉ុន្តែអត់ខ្មាស់បាទប្រទេសធំអត់ខ្មាស់នៅអំពើចង់បានឈ្លានពានដោយថៃចង់ឈ្លានពានដីខ្មែរណាអញ្ចឹង